សួស្តីអ្នកនរគ្នានិងស្វាគមន៍មកកាន់ channel របស់admin ដែលមានឈ្មោះថា Nam Music Cover ហើយសម្រាប់ថ្ងៃនេះផងដែរ admin ក៏មានការចែករំលែកមួយដែលតាក់ទងទៅនឹងកម្មវិធីមួយដែលជាកម្មវិធីដែលអាចជួយយើងបានច្រើនឧទាហរណ៍ដូចក្នុងការដែលយើងចង់ផ្ទុកនៅឯកសារសម្ងាត់ណាមួយដែលយើងចង់ដាក់ប្រើលេខសម្ងាត់ផ្ទាល់ខ្លួនឬក៏យើងអាចហៅថាអាចដាក់ password ទៅលើ folder ឬក៏ដាក់ password ទៅលើ window computer របស់យើងផ្ទាល់តែម្ដងដែលមិនចង់ឲ្យនរណាគេមករញ៉េរញ៉ៃនិងបើកវាបានតាមសេរីអូខេឥឡូវនេះថ្ងៃនេះ admin ក៏មានមេរៀន2យ៉ាងដែលទី1 admin នឹងនិយាយអំពីការដាក់ password ទី1គឺតកតងទៅនឹងការដាក់ password នៅក្នុង folder របស់ Microsoft Word ទី2ដែលតកតងទៅនឹងការដាក់ password នៅក្នុង Windows អូខេឥឡូវនេះadmin សូមនៅការបកស្រាយសម្រាប់ក្នុងមេរៀនទី1សិនគឺតកតងទៅនឹងការផុត password នៅក្នុងដាក់ password នៅក្នុង folder នៅក្នុង Microsoft Word អូខេឥឡូវនេះឧទាហរណ៍ថាចាត់ទុកថា admin ចាត់ទុកថាមួយនេះគឺជាឯកសារសំខាន់របស់ admin ទៅចុះអូខេហើយវាជាឯកសារសំខាន់មួយដែល admin មិនចង់ឲ្យគេឃើញបើកបានមើលដោយសេរីដូច្នេះ admin ចង់ដាក់ password តើ admin ត្រូវធ្វើដូចម្តេចដើម្បីឲ្យឯកសារនេះជាប់នឹង password ដែលមិនអាចបើកបានដោយសេរីដែលឆ្លងកាត់ការវាយលេខសម្ងាត់ហើយទើបអាចចូលមកកាន់ឯកសារនេះបានឥឡូវនេះសូមតាមដានទស្សនាទាំងអស់គ្នា admin នឹងបង្ហាញឲ្យឃើញថាបែបណាដែលគេហៅថាជារបៀបដាក់ password ហើយតើដាក់ password វាមានសារៈសំខាន់អ្វីខ្លះអូខេឥឡូវយើងទាំងអស់គ្នាក៏លេខមកកាន់នៅពាក្យថា file ដែលមានរូបភាពពណ៌ខៀវខាងលើនេះឈៀងខាងឆ្វេងសូមអ្នកទាំងអស់គ្នាមើលច្បាស់ហើយពាក្យថា file នេះដែរក៏ប៉ុន្តែគឺនៅក្នុង file នេះគឺមានច្រើនមុខដែលអ្នកបានស្គាល់អំពី Microsoft ខ្លះក៏ជិតបានដឹងហើយថា file នេះក្នុងនេះវាអាចមានសារៈប្រយោជន៍អ្វីខ្លះអូខេឥឡូវនេះ admin ចាត់ទុកថាឯកសារមួយនេះរបស់ admin គឺជាឯកសារមួយដែលថ្មីដូច្នេះតាមធម្មតាឯកសារដែលថ្មីគឺយើងប្រើចូលទៅកាន់ថាពាក្យ save as ដើម្បី save បញ្ជាក់នៅឯកសារមួយនេះយើងទុកនៅកន្លែងណាឥឡូវ admin វិញចាត់ទុកនៅក្នុង drive D អូខេឥឡូវ admin select ទៅលើ drive D ហើយ admin ធ្វើការដាក់ឈ្មោះទៅកាន់ឈ្មោះទៅកាន់ folder របស់ admin អូខេឥឡូវ admin ចាត់ទុកថាឈ្មោះមួយនេះគឺ admin បានដាក់ពាក្យថា how to put password អូខេហើយធ្វើម៉េចអូខេឥឡូវតាមធម្មតាគឺយើងធ្វើបែបនេះហើយយើងចុចទៅលើពាក្យថា save វានឹង save ឯកសារនេះឲ្យយើង automatic ប៉ុន្តែផ្ទុយទៅវិញ admin អត់ចង់ធំ save ធម្មតាទេ admin ចង់បានឲ្យវាចេញ password អូខេឥឡូវតើយើងគូចូលកន្លែងណាសូមអ្នកទាំងអស់គ្នាមើលមកកាន់ខាងក្រោមនៃមកជួបពាក្យថា save និង cancel គឺវាមានពាក្យមួយថា tool អូខេឥឡូវយើងធ្វើការ select ទៅលើពាក្យ tool នឹងទាំងអស់គ្នាហើយនៅពេលដែលយើងចូលទៅកាន់ពាក្យថា tool វានឹងមានពាក្យឲ្យយើងជាច្រើនទី1គឺមានពាក្យថា map network drive ទី2 save option ទី3 general option ទី4 web option ទី5compress picture អូខេឥឡូវនេះគឺយើងធ្វើការចូលមកកាន់នៅចំណុចទី3ដែលមានឈ្មោះថា general option អូខេឥឡូវយើងចូលទៅកាន់វាទាំងអស់គ្នាហើយវានឹងលោតជាផ្ទាំងបែបនេះមកឲ្យយើងឥឡូវអ្នកទាំងអស់គ្នាគួរសម្គាល់ថាទី1គឺគេឲ្យពាក្យថា password to open គឺមានន័យថា password ដែលយើងចង់ដាក់ទៅលើ folder របស់យើងដែលយើងគិតថាយើងចង់ប្រើលេខសម្ងាត់អូខេឥឡូវយើងចង់ដាក់លេខអីក៏បានដែរដែលអ្នកទាំងអស់គ្នាគិតថាវាជាលេខសម្ងាត់នឹងមិនចង់ឲ្យនរណាគេផ្សេងបើកចូលនឹងដឹងអូខេឥឡូវ admin សុំធ្វើការវាយទៅលើឯកសារមួយហ្នឹងគឺ admin ដាក់ឈ្មោះ admin ផ្ទាល់តែម្ដងគឺ Sai Thalina S A Y T A L Y N A អូខេឥឡូវ admin សុំវាយទៅកាន់ folder មួយទៀតហើយខាងក្រោមនេះពាក្យថា password to modify គឺមានន័យថាឲ្យយើងវាយនៅ password ដដែលខាងលើដើម្បីបញ្ជាក់ពី password របស់យើងថាវាត្រឹមត្រូវឬក៏ខុសអូខេឥឡូវយើងវាយ password ដដែលចូល S A Y T H A L Y N A អូខេឥឡូវនេះគឺ admin បានវាយបញ្ចូលនៅហើយ password រួចរាល់ហើយដូច្នេះ admin បាច់ច្បាច់ធ្វើអីទៀតទេគ្រាន់តែ click ទៅលើពាក្យថា open អូខេ click ហើយវានឹង load ជាលក្ខណៈconfirm password បែបនេះហើយមើលពាក្យថាវាដាក់ថា remember return password to open គឺវាឲ្យយើងវាយ password ដែលយើងបានវាយអំបញ្ញមិញក្រែងលោយើងភ្លេចអូខេឥឡូវយើងវាយ password មិញចូល S A Y T H A L Y N A អូខេឥឡូវយើងចូលទៅកាន់ពាក្យថា OK
ก็ปัตตองนี่มันแมนชีพาสเวิร์ดไอ้เด็ดอันใหญ่ๆเต้ก่อนเดี๋ยวจังเอายังไปแจกแต่ได้ใครชีเวียงก็ยังปราณเลยกดข้อโอเคแล้วโอเคเดี๋ยวฉันเวียนหนึ่งไวรีอินเตอร์พาสเวิร์ด modify เวียนหนึ่งทั่วแบบนี้มาดองเต้โอเคแล้วยังไวพาสเวิร์ดแต่ได้โจเต้ S A Y T A A L Y N A enter มาโอเคមានន័យថាវា modify ហើយឥឡូវយើងសុំចូលទៅកាន់ពីតា cell ទាំងអស់គ្នា cell អូខេឥឡូវadmin សុំបិទ folder មួយហ្នឹងហើយ admin សុំចូលទៅកាន់ 3D ដែល admin បាន save ឯកសារមួយនឹងទុកអំបញ្ញមិញអូខេ 3D ហើយ admin សុំ click ទៅលើពាក្យថា how to put password នៅពេលដែល admin បាន save វាមិញហ្នឹងអូខេចូលទាំងអស់គ្នាអូខេហើយបន្ទាប់មកវានឹង load ជាផ្ទាំងបែបនេះផ្ទាំងបែបនេះហើយដែលយើងហៅថាផ្ទាំង password លេខសម្ងាត់របស់ file folder ដែលយើងបានដាក់មួយហ្នឹងវានឹងដាក់ពាក្យថា enter password to open អូខេឥឡូវយើងវាយ password ដែលយើងបានដាក់មិញវាយមក S A Y T A A L Y N A អូខេហើយយើង enter ចូលមកអូខេហើយវានឹងឲ្យយើងវានឹងលុប password បែបនេះយើងមួយទៀតគឺវាចង់បញ្ជាក់ឲ្យយើង modify គឺបញ្ជាក់ម្ដងទៀតគឺឥឡូវយើងវាយ password អីខុសចឹងយើងអាចវាយវាម្ដងទៀតមក S A Y T A L Y N A អូខេ enter ម្ដងទៀតមកគឺវានឹងចូលឯកសារនោះមកឲ្យយើងហើយប៉ុន្តែ admin សូមបញ្ជាក់ម្ដងទៀតថាការដាក់ password ទៅលើឯកសារនេះទោះបីជាវាឲ្យយើងវាយដដែលតែ admin សូមបញ្ជាក់ថាទាំងអស់នេះគឺយើងទៅវាយ password តែមួយចូលដោយវា load ចេញច្រើនដងពីព្រោះតែវាចង់ឲ្យយើង modify ទៅលើ password មួយហ្នឹងខ្លាចក្រែងយើងវាយខុសដូច្នេះវាចង់ឲ្យយើងបញ្ជាក់ម្ដងហើយម្ដងទៀតពីព្រោះថាគ្រប់ folder ដែលយើងបានដាក់ password គឺសុទ្ធសឹងតែជា folder ដែលសំខាន់សម្រាប់យើងទើបយើងធ្វើការដាក់ password ទៅលើវាដូច្នេះហើយវានឹងបញ្ជាក់ឲ្យយើងច្រើនដងដើម្បីឲ្យយើងច្បាស់លាស់ថា password មួយនេះដែលយើងដាក់ហ្នឹងវាមិនខុសនោះទេអូខេឥឡូវនេះមេរៀនទី1ដែលadminចង់បានបង្រៀនគឺតកតងទៅនឹងការដាក់ password នៅក្នុង folder ក្នុង Microsoft Word ក៏បានបញ្ចប់ទៅត្រឹមនេះហើយឥឡូវនេះ admin ក៏ចង់ឲ្យបង្រៀនមេរៀនមួយទៀតដែលតកតងទៅនឹងការដាក់ password ដែរប៉ុន្តែតកតងទៅនឹងការដាក់ password នៅក្នុង Windows អូខេការដាក់ password នៅក្នុង Windows នោះវាមិនហើយវានេះអីឥឡូវអូខេ admin សូមធ្វើការធ្វើឲ្យមើលឥឡូវ admin សូមបិទកុំព្យូទ័រហ្នឹងសិនអូខេឥឡូវ restart បិទហ្មង admin សូមបិទWindows ហ្នឹងហើយបន្តមកយើងមើលទាំងអស់គ្នាវានឹង lock out បន្តមកនៅពេលដែលបិទទៅជាចំណុចសំខាន់បើកកុំព្យូទ័រមកវិញទៅជាចំណុចសំខាន់របស់យើងទាំងអស់គ្នាក្នុងថ្ងៃនេះអូខេឥឡូវវាបិទហើយឥឡូវយើងធ្វើការបើកទៅលើ Windows ទាំងអស់គ្នាអូខេឃើញអត់ឥឡូវនេះកុំព្យូទ័រកំពុងតែ starting window គឺកំពុងតែដំណើរការដូចនៅពេលយើងបើកដំបូងអញ្ចឹងហើយ admin កន្លែងហ្នឹង admin គ្រាន់តែចង់បញ្ជាក់ថាដូចដែលហៅថា password window ទៀតពួកយើងទាំងអស់គ្នានឹងបានឃើញហើយ admin នឹងបញ្ជាក់អំពីវាកាន់តែច្បាស់បន្ថែមទៀតអូខេឥឡូវនេះវាធ្វើការលោតចេញហើយគឺដោយសារតែកុំព្យូទ័ររបស់ admin គឺបានដាក់នៅ password ផ្ទាល់ខ្លួនដូច្នេះហើយនេះហើយគឺជាចំណុចសំខាន់ដែល admin ចង់និយាយថ្ងៃនេះអូខេឥឡូវនេះពួកយើងឃើញរូបភាពឈ្មោះហើយនិង password តើយើងគួរធ្វើដូចម្ដេចដើម្បីឲ្យអាចកុំព្យូទ័ររបស់យើងអាចដាក់ភ្ជាប់នៅលេខសម្ងាត់បែបនេះបានហើយនឹងដាក់រូបរបស់យើងសូមបញ្ជាក់ថារូបកន្លែងនេះគឺយើងអាចដាក់រូបបានគ្រប់ប្រភេទដែលយើងចង់ដាក់ password ក៏ដូចគ្នាអូខេឥឡូវ admin សូមធ្វើការដោះលេខ password នេះចូលអូខេឥឡូវ admin បានវាយ password ហើយ admin សូម enter ចូលពេលយើង enter វានឹង welcome ទៅចូលទៅក្នុងកម្មវិធីរបស់យើងដោយដែលយើងបានធ្វើរាល់ដងគ្រាន់តែថាកន្លងមកគឺយើងមិនបានប្រើប្រាស់ទៅនឹង password នោះទេសូមបញ្ជាក់ដែរថាគុណសម្បត្តិនៃការដាក់ password នៅក្នុង folder និងគុណសម្បត្តិនៃការដាក់ password នៅក្នុង Windows គឺវាដូចគ្នាប៉ុន្តែរបៀបដាក់និងអត្ថន័យគឺវាខុសគ្នាទី1បើតាមដែលadmin ចង់បញ្ជាក់គឺចង់បញ្ជាក់ទៅលើការដាក់ password ទៅលើ folder គឺវាមានការងាយស្រួលនិងជាងក្នុង password នៅក្នុង Windows ដោយសារតា password នៅក្នុង folder ជាទូទៅគឺយើងប្រើទៅលើតែ folder ណាដែលសំខាន់សម្រាប់យើងតែប៉ុណ្ណោះ admin សូមបញ្ជាក់ចំណុចនេះប៉ុន្តែការដាក់ password ទៅលើ Windows គឺអ្នកទាំងអស់គ្នាត្រូវតែmodify វាម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតឲ្យច្បាស់ថា password ដែលយើងបានវាយទៅគឺវាមិនបានខុសនោះទេដូច្នេះហើយព្រោះថា
ការដាក់ password នៅលើ Windows គឺដោយដែល admin បានបង្ហាញអំបញ្ញមិញនេះអញ្ចឹងគឺបើសិនជាយើងវាយនៅ password ខុសគឺយើងមិនអាច log ចូលមកក្នុង Windows Computer របស់យើងបានឡើយដូច្នេះសូមដើម្បីឲ្យជ្រាបកាន់តែច្បាស់ថាដូចមិនដេចទៅហៅថាការដាក់ password នៅក្នុង Windows ហើយគួរតែដាក់យ៉ាងម៉េចហើយគួរដាក់រូបថតយ៉ាងម៉េចឈ្មោះយ៉ាងម៉េចអូខេឥឡូវយើងចូលទៅកាន់វាទាំងអស់គ្នាហើយជាដំបូងគឺយើងចូលទៅកាន់ពាក្យថា start នៅផ្នែកខាងក្រោមជើងខាងឆ្វេងហើយយើងចូលទៅជ្រើសយកពាក្យថា control panel អូខេយើងចាប់ដើមចូលទាំងអស់គ្នាបន្ទាប់មកគឺយើងសឡឹងមើលមកផ្នែកជើងខាងស្ដាំជួរទី2រាប់ពីក្រោមទៅគឺពាក្យថា user account អូខេនៅក្នុង control panel យកពាក្យថា user account អូខេយើងធ្វើការ select ទៅលើវាទៅអូខេឥឡូវនេះនៅពេលដែលយើងបានធ្វើការ select ចូលមកវាហើយដល់ឡែកដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងនៅជើងខាងស្ដាំនេះគឺដូចដែរអ្វីដែលនាងខ្ញុំបានបង្ហាញអំបញ្ញមិញនេះអញ្ចឹងប៉ុន្តែដោយសារតែ admin គឺបានមានបានធ្វើការដាក់ password រួចស្រេចហើយដូច្នេះវាពិបាកក្នុងការបញ្ចូលឲ្យអ្នកទាំងអស់គ្នាយល់បន្តិចដូច្នេះដើម្បីកុំឲ្យរញ៉េរញ៉ៃ admin សូមធ្វើការ remove នៅ password របស់ admin ជាមុនសិនដើម្បីបង្រៀនអ្នកទាំងអស់គ្នាអំពីការដាក់ password ថ្មីទាំងអស់គ្នាអូខេឥឡូវចាប់ដើមហើយ admin សូមចូលទៅ remove របស់ admin សិនអូខេឥឡូវនេះក្នុងកន្លែងពាក្យថា current email current password នេះគឺវាឲ្យ admin តម្រូវឲ្យ admin ធ្វើការវាយនៅ password ចាត់របស់ admin អូខេឥឡូវ admin វាយហើយ admin សូម remove password មួយហ្នឹង remove ឥឡូវវាបានចេញនៅផ្ទាំងមួយដែលដាក់ពាក្យថា the password you type is incorrect please retype your current password អូខេក៏ប៉ុន្តែគឺវាបាននិយាយថា password ដែល admin វាយអំបញ្ញមិញនេះគឺបានវាយខុសប្រហែលជា admin ភ្លេចហើយច្រឡំអូខេឥឡូវវាឲ្យ admin ធ្វើការវាយទៅលើ password ម្ដងទៀតអូខេនៅពេលដែលវា load បែបនេះគឺមានន័យថាគឺវាបាន remove password ចាស់ហើយអូខេឥឡូវដូចជា computer យើងគឺយើងអត់បានដាក់នៅ password ទេដូច្នេះវានឹង load ជាផ្ទាំងបែបនេះឥឡូវនេះយើងសូមកន្លែងទៅមើលជួរខាងលើគេបង្អស់នៃពាក្យថា create a password or for new account អូខេឥឡូវយើងធ្វើការ select ទៅលើវាទាំងអស់គ្នាហើយបន្ទាប់មកវានឹង load ជាផ្ទាំងបែបនេះសូមអ្នកទាំងអស់គ្នាមើលច្បាស់គឺវាឲ្យយើងវាយនៅ password new password គឺមានន័យថា password ដែលយើងចង់ដាក់ទៅលើវាអូខេឥឡូវយើងវាយវាមកឧទាហរណ៍ថា admin ចង់ដាក់ឈ្មោះឲ្យអីក៏បានដែរដែលយើងចង់ដាក់ឥឡូវ admin សូមដាក់តែម្ដងទៅគឺដាក់ឈ្មោះឲ្យ channel YouTube របស់ admin ផ្ទាល់តែម្ដងគឺ Na Music Cover អូខេ N A M U S I C O V E អូខេឥឡូវនេះគឺ admin បានវាយហើយនៅ password របស់ admin គឺ Nam Music Cover គឺឈ្មោះ channel ផ្ទាល់របស់ channel YouTube ផ្ទាល់របស់ admin ហើយសូមអ្នកទាំងអស់គ្នាកន្លែងមកមើលខាងក្រោមនេះទៀតគឺពាក្យថា confirm a new email a new password សុំទោសផងគឺមានន័យថាគឺយើងវាឲ្យយើងវាយនៅ password ខាងលើនេះចូលមកម្ដងទៀតអូខេឥឡូវនេះយើងធ្វើការវាយវាតែម្ដងទៅ password ដដែល N A M U S I C C O V E R អូខេអូខេឥឡូវអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងវាយវារួចរាល់ហើយសូមអ្នកទាំងអស់គ្នាកន្លែងមកកាន់ប្រអប់ខាងក្រោមមួយនេះគឺវាដាក់ពាក្យថា password hit មានន័យថាម៉េចមានន័យថា the password hit will be visible to everyone who use the computer គឺមានន័យថាវាតម្រូវឲ្យយើងមិនតាក់ទងវាទេឥឡូវយើងចូលទៅកាន់វាថា create password ទាំងអស់គ្នាអូខេឥឡូវនេះគឺបានវានឹង load ពាក្យនៅក្រោមនេះថា password protected មានន័យថាគឺយើងបាន create នៅ password របស់យើងហើយអញ្ចឹងវានឹង load ពាក្យថា change your password អូខេអញ្ចឹងគឺយើងមិនបាច់ change វាទេព្រោះយើងទៅបានដាក់ remove ក៏មិនបាច់ដែរពាក្យថា remove គឺយើងនឹងធ្វើការ remove ទៅលើ password របស់វាដោយដែល admin បានបញ្ជាក់មុននឹងអញ្ចឹងហើយឥឡូវនេះយើងចូលមកកាន់ឧទាហរណ៍ថាយើងធ្វើមិនខ្មិចដើម្បីយើងបាន change រូបនៅលើនេះឥឡូវយើងចូលមកកាន់ពាក្យថា change your profile ទាំងអស់គ្នាហើយ admin ឥឡូវ select រូបយើងអត់ select រូបលើហ្នឹងហើយយើងចង់ដាក់រូបផ្ទាល់ខ្លួនរបស់ខ្លួនហើយឥឡូវ admin សូមធ្វើការជ្រើសរើសយករូបតែម្ដងគឺយើង select ទៅកាន់ពាក្យថា brown for more picture អូខេយើង click វាមកហើយវានឹងឲ្យជាផ្ទាំង folder បែបនេះរូបរបស់យើងទុកនៅfolder មួយណាយើងសូមធ្វើការ select ហើយនឹងចូលទៅកាន់រូបមួយហ្នឹងទៅឥឡូវ admin ចង់ដាក់រូបមួយនេះគេ admin select ហើយអូខេឥឡូវវានឹង load ហើយឃើញទេគឺ admin បានដូររួចរាល់ហើយអញ្ចឹងគឺចូលមកដល់ពាក្យថា create your account name create your account name ហ្នឹងគឺមិនមែនសំដៅទៅលើ
សូមបញ្ជាក់ម្ដងទៀតគឺមិនមែនសំដៅទៅលើ password ដែលយើងបានចង់ដែរណាគឺសំដៅទៅលើនេះពាក្យខាងលើនេះ Vivalina នេះអញ្ចឹងគឺឧទាហរណ៍admin ចង់ដូរដាក់ឈ្មោះរបស់ account channel របស់ admin ដែរឥឡូវឧទាហរណ៍ admin ដាក់ណា music cover អូខេឥឡូវណាបានadmin បានដាក់វារួចហើយឥឡូវ admin សាក់ change name មើលនឹងមានអ្វីប្លែកអូខេឥឡូវយើងក៏លេចមើលមកកាន់លើនេះទាំងអស់គ្នាគឺវាបានដាក់ពាក្យថាណា music cover គឺមានន័យថាយើងបានផ្លាស់ប្ដូរទៅលើឈ្មោះនេះរួចរាល់ហើយសម្រាប់ទៅលើ change your account type នេះគឺយើងមិនបាច់ខ្វល់នោះទេយើងគ្រាន់តែនេះប៉ុណ្ណឹងមកគឺវាបានសម្រេចរួចរាល់ហើយឥឡូវយើងទាំងអស់គ្នាសូមធ្វើការបិទវាគឺបើយើងបាន change រួចរាល់ហើយឥឡូវយើងបិទវាទាំងអស់គ្នាហើយយើងទាំងអស់គ្នាបិទ computer មួយនេះអូខេហើយយើងនឹងសាក់បើកវាម្ដងទៀតចឹងនឹងថាវានឹងមានអ្វីផ្លាស់ប្ដូរអូខេហើយយើងទាំងអស់គ្នាសូមធ្វើការរងចាំបន្តិចវាកំពុងតែដំណើរការហើយឥឡូវយើងសូមបើកវាម្ដងទៀតគឺ click បើកវាសាជាថ្មីដូចពេលដែលយើងចាប់ផ្ដើមបើក Windows ដំណើរការសាជាថ្មីម្ដងទៀតចាំមើលវានឹងមានអ្វីផ្លាស់ប្ដូរហើយសូមបញ្ជាក់ផងដែរបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ទៅលើអ្វីមួយអ្នកទាំងអស់គ្នាអាចចូលនៅ comment ខាងក្រោមនាងខ្ញុំនឹង admin នឹងធ្វើការបកស្រាយទៅលើចម្ងល់ដែលអ្នកទាំងអស់គ្នាចោទសួរហើយនឹងអ្នកទាំងអស់គ្នានឹងមានសិទ្ធិជាការនេះជាការស្នើសុំឲ្យ admin បញ្យល់នៅអ្វីមួយទៀតឬក៏ឲ្យ admin ផុសជាវីដេអូណាមួយអូខេអ្នកទាំងអស់គ្នាអាចcomment នៅខាងក្រោមប្រាប់ដូចគ្នាឬក៏អាចដូចជាខលមកកាន់លេខរបស់នាងខ្ញុំផ្ទាល់តែម្ដងដើម្បីសំណូមពរឬក៏សាកសួរទៅលើអ្វីមួយដែលអ្នកទាំងអស់គ្នាមិនយល់ជាចម្ងល់អ្នកទាំងអស់គ្នាអាចខលមកកាន់លេខ010 48 40/15អូខេឥឡូវនេះដើម្បីកុំឲ្យចំណាយពេលវេលាយូរពួកយើងមើលទាំងអស់គ្នាថានៅលើរូបភាពមួយនេះគឺវាបានដាក់រូបភាពដែលយើងចង់បានហើយឈ្មោះក៏បានដូរហើយអូខេ password គឺយើងវាយ password ដែលយើងបាន create មិញហ្នឹងគឺណា music cover អូខេឥឡូវ admin បានវាយហើយ admin សាក់ lock ចូលអូខេឥឡូវនេះគឺបាន lock ចូល automatic ហើយគឺមានន័យថាអ្វីដែល admin បានបញ្យល់ទាំងអស់នេះគឺវាបានសម្រេចទៅហើយដូច្នេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចចាប់បាននឹងយល់ពីអ្វីដែល admin ចង់បញ្យល់និងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលទៅកាន់ប៊ូតុង subscribe ដើម្បី subscribe នៅ page របស់ admin ដើម្បីឲ្យ admin បានធ្វើការបង្ហោះនៅវីដេអូថ្មីៗដែលតាក់ទងទៅនឹងការប្រើប្រាស់ computer ដែលអ្នកទាំងអស់គ្នាតែងតែចង់ស្វែងយល់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនប្រកាន់នៅចំណុចកំហុសឆ្គងដែល admin បានមាននឹងធ្វើការគ្រប់គ្រងទៅលើ page របស់ណា music cover នៅក្នុង YouTube channel អរគុណច្រើនបាយបាយ